រឿងព្រះទេសថេរៈព្រះសម្មាសម្ពុទ្ធទ្រង់ប្រារព្ធព្រះទេសថេរៈព្រះថេរៈជាព្រះរាជឱរសរបស់ព្រះពេទុឆារបស់ព្រះអង្គលោកបានមកបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនានៅពេលដែលមានវ័យចាស់ជរាហើយលោកមិនដែលធ្វើវត្តប្រតិបត្តិគោរពចំពោះភិក្ខុអគន្តកៈដែលមានវស្សាចាស់ជាងខ្លួនតាមព្រះធម៌វិន័យឡើយព្រះសាស្តាទ្រង់ត្រាស់បង្គាប់ឲ្យព្រះទេសៈសូមខមាទោសចំពោះភិក្ខុអគន្តកៈទាំងនោះតែព្រះទេសៈចូលចេះមិនព្រមធ្វើតាមព្រះពុទ្ធដីការបស់ព្រះអង្គឡើយគ្រានោះព្រះបរមសាស្តាទ្រង់ត្រាស់សម្ដែងនៅអតីតនិទានរបស់ព្រះទេសៈដូចមានតទៅនេះនៅក្នុងជាតិដែលព្រះទេសៈនេះបានកើតជាតាបសឈ្មោះទេវលតថាគតបានកើតជាតាបសឈ្មោះនិរតៈតាបសទាំងពីររូបនោះបានឆ្លោះទាស់ទែងគ្នាយ៉ាងខ្លាំងរហូតលើដល់ព្រះរាជាក្រុងពារាណសីស្ដេចយាងទៅជួយរងាប់ការវិវាទទាស់ទែងគ្នានោះហើយទ្រង់បានឲ្យទេវលតាបសសូមខមាទោសនិរតៈតាបសព្រោះជាអ្នកខុសទោះជាព្រះរាជបញ្ជាឲ្យធ្វើយ៉ាងនេះក៏ទេវលតាបសនៅតែមិនព្រមសូមខមាទោសចំពោះនិរតៈតាបសទៀតនៅតែចុះចេះមិនព្រមស្ដាប់មិនព្រមធ្វើតាមតាំងតែពីជាតិនោះមករហូតមកដល់ជាតិនេះដូច្នេះហើយទើបព្រះអង្គទ្រង់ត្រាស់នៅប្រគាថានេះថាអកោឆេមੰអវធិមੰអចនិមੰអាហាសិមេយេចតាំងឧបនិហន្តិវេសੰទេសੰអ្នកសមតិអកោឆេមੰអវធិមੰអចនិមੰអហាសិមេយេចតាំងនូបនិហន្តិវេរាំងទេសោបសមតិបើជនទាំងឡាយណាចងសេចក្តីក្រោធនោះទុកយ៉ាងនេះថាជនឯណោះបានជេរអញជនឯណោះបានវាយអញជនឯណោះបានឈ្នះអញជនឯណោះបានលួចយកទ្រព្យរបស់អញទៅហើយដូច្នេះពាវេរានោះរបស់ជនទាំងឡាយនោះមិនស្ងប់រងាប់បានឡើយបើជនទាំងឡាយណាមិនចងសេចក្តីក្រោធនោះទុកយ៉ាងនេះថាជនឯណោះបានជេរអញជនឯណោះបានវាយអញជនឯណោះបានឈ្នះអញជនឯណោះបានលួចយកទ្រព្យរបស់អញទៅហើយដូច្នេះពាវេរារបស់ជនទាំងឡាយនោះតែងស្ងប់រងាប់ទៅ